បាទជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងបន្តតាក់ទងទៅនឹងមេរៀន Laravel របស់យើងបន្តទៀតអញ្ចឹងយើងទៅមើលថាយើងរៀនដល់ណាហើយអូខេអញ្ចឹងសម្រាប់ link repository មួយនេះខ្ញុំបានដាក់នៅក្នុង description អញ្ចឹងបងប្អូនអាចធ្វើការចុចមកគឺមកដល់ទំព័រនេះអញ្ចឹងពេលមកដល់ទំព័រនេះបងប្អូនអាចធ្វើការចូលមកកាន់តាក់ទងទៅនឹង content របស់យើងព្រោះដោយសារតែយើងរៀនតាក់ទងទៅនឹង Laravel version 10អូខេហើយបើសិនជាបងប្អូនពេញចិត្តតាក់ទងនឹងមេរៀននេះបងប្អូនអាចធ្វើការចុច start លើ repo នេះបានអូខេអញ្ចឹងយើងចូលមើលទាំងអស់គ្នាបន្តមកយើងចូលមកមើលរៀនមេរៀនទី10ដូចជា basic routing ហ្នឹងហើយព្រោះដោយសារយើងបានរៀនបានដូចជា9មេរៀនហើយយើងចូលមកអញ្ចឹងតាក់ទងទៅនឹង basic routing អញ្ចឹង basic routing គឺយើងរៀនតាក់ទងទៅនឹង routing នៅក្នុង Laravel ព្រោះដោយសារចំណុចហ្នឹងគឺជាចំណុចដំបូងដែលយើងគួរតែសិក្សាបងប្អូនព្រោះនិយាយរួមទៅវាមិនជាចំណុចដំបូងដែលយើងគួរសិក្សាវាអាចថាវាជាចំណុចមួយដែលថាយើងមើលមកគឺឃើញភ្លាមហ្មងណាព្រោះដោយសារតែបើសិនជាយើងរៀនតាក់ទងនឹងផ្នែកផ្សេងវាអាចនឹងធ្វើឲ្យយើងមើលទៅវារញ៉េរញ៉ៃហើយធ្វើឲ្យយើងបង្វែងណាដោយសារតែយើងអត់ដឹងថាចាប់ពីណាទៅណាតែបើតាក់ទងនឹងចំណុចនេះគឺវាងាយស្រួលដូចថាយើងគ្រាន់តែ run project មកយើងឃើញថានៅពេលយើងចូលទៅកាន់ page នេះយើងនឹងចេញUI បែបចេះចូល page នោះចេញ UI បែបចោះចឹងទៅអូខេប៉ុន្តែតាក់ទងនឹងការរៀនរបស់យើងនេះគឺយើងរៀនតាក់ទងនឹងវាអាចថាជា basic មែនតើហើយតាក់ទងនឹង basic routing ខ្ញុំអាចបែងចែកជាប្រមាណវីដេអូព្រោះដោយសារតែខ្ញុំអត់អាចបង្រៀនក្នុងមួយវីដេអូបានទេដោយសារតែឃើញថាវាមានរបស់ជាច្រើនដែលខ្ញុំចង់បង្ហាញខ្ញុំចង់បង្រៀនអូខេមិនមែនជាតែដាក់ទៅទេគឺខ្ញុំចង់ detail ទៅកាន់បងប្អូនទាំងអស់គ្នាដែរអូខេអញ្ចឹងដើម្បីអាចបន្តតាក់ទងនឹងមេរៀនរបស់យើងខ្ញុំសូមរានបញ្ជាក់បន្តិចសិនដើម្បីឲ្យយើងអាចថាយើងឃើញរបស់ពិតជាក់ស្ដែងកុំឲ្យថាចេះតែនិយាយអត់ឃើញរបស់ពិតអូខេតោះអញ្ចឹងដើម្បីអាចរានបញ្ជាក់បានបងប្អូនអាចធ្វើការclone project ហ្នឹងចេញពីក្នុង GitHub ដែលខ្ញុំបានឲ្យជា repository ដូចជាបង្ហាញមិញក៏បានឬក៏បងប្អូនចង់ធ្វើការ install បង្កើត project ឲ្យខ្លួនឯងតាមចិត្តក៏បានអូខេហើយសម្រាប់ project របស់ខ្ញុំគឺខ្ញុំប្រើប្រាស់ Laravel version 10ហើយបើសិនជាបងប្អូនចង់បាន project ដែលខ្ញុំបានសូក្នុងនេះណាចង់បានអាហ្នឹងបងប្អូនអាចធ្វើការrun មានថាបង្កើត project ខ្លួនឯងក៏បានឬក៏អាចថាបើចង់ឲ្យដូចខ្ញុំហ្មងគឺបងប្អូនអាចធ្វើការចូលមកកាន់ repo របស់ខ្ញុំហ្នឹងហើយបងប្អូនអាចធ្វើការចូលមកកាន់អាចថាចេះបងប្អូនព្រោះដោយសារតែខ្ញុំគិតថាបើសិនជាដូចជា check out មកកាន់ប្រាញ់នេះដូចជាអាច download បាននេះប៉ុន្តែមិនដឹងថា download បានប្រាញ់ហ្នឹងឬក៏អត់ខ្ញុំសាកសិនអូខេហ្នឹងហើយនេះនៅពេលដែលបងប្អូន download មកគឺនឹងទទួលបានតាក់ទងទៅនឹង repo សម្រាប់ប្រាញ់មួយហ្នឹងអញ្ចឹងណានេះអញ្ចឹងបងប្អូនពេលដែលបងប្អូនធ្វើការdownload មកបងប្អូនអាចធ្វើការបានទទួលបាននៅ repo សម្រាប់ប្រាញ់មួយហ្នឹងហើយសម្រាប់ប្រាញ់មួយហ្នឹងគឺខ្ញុំបានធ្វើការដាក់នៅ project ដែលវាជា start up project ហ្មងគឺខ្ញុំអត់តបានកែប្រែអីគឺខ្ញុំបានដាក់នៅក្នុងហ្នឹងអញ្ចឹងបងប្អូនអាចធ្វើការ copy ដាក់មិនគឺតាមចិត្តបងប្អូនអានឹងបែបអញ្ចឹងណាអូខេតែសម្រាប់ខ្ញុំគឺខ្ញុំសូមប្រាប់ប៉ុណ្ណឹងបើសិនជាបងប្អូនចង់បង្កើតខ្លួនឯងក៏បង្កើតទៅចង់ download របៀបអញ្ចឹងក៏បានឬក៏ចង់ធ្វើការ clone project ក៏បានតាមចិត្តអូខេបែបអញ្ចឹងអូខេតោះអញ្ចឹងយើងទៅមើលបន្តទៀតថាយើងនឹងធ្វើអីគេអញ្ចឹងសម្រាប់ក្នុងនេះគឺខ្ញុំបានរក្សាទុកតាក់ទងនឹង project របស់ខ្ញុំនៅក្នុង folder Laravel 10ហើយក្នុង Laravel 10 demo អញ្ចឹងទៅអញ្ចឹងកុំឲ្យចំណាយពេលលើយូរគឺយើងធ្វើការបើក terminal ដែលខ្ញុំចុចទៅលើកន្លែងនេះ terminal នេះហើយ new terminal ហើយសម្រាប់ terminal ដែលខ្ញុំប្រើគឺខ្ញុំប្រើប្រាស់ Windows PowerShell អូខេអញ្ចឹងដើម្បីអាច run project នឹងបានគឺខ្ញុំត្រូវការចូលទៅកាន់ទីតាំងនៃ project នឹងសិនព្រោះដោយសារតែឥឡូវខ្ញុំកំពុងតែស្ថិតនៅក្នុងទីតាំងមួយគឺ Learn Laravel គឺនៅខាងក្រៅនេះគឺនៅក្នុង root directory អញ្ចឹងដើម្បីអាច run បានគឺខ្ញុំត្រូវការចូលទៅកាន់ក្នុង folder Laravel 10 អូខេ cd Laravel 10 តមក slash អាហ្នឹងហៅ forward slash តាក់ទងនឹងដូចជា forward slash
ហើយបន្តមកចូលទៅកាន់ Laravel 10 demo នេះអញ្ចឹងLaravel 10ខ្ញុំអាចធ្វើការ tab បានអញ្ចឹងនៅពេលខ្ញុំ tab គឺវាចេញតម្រងដូចជា base អានេះហៅ base slash ប៉ុន្តែអញ្ចឹងដូចជា base slash អូខេអាហ្នឹងក្នុង Windows គឺវារបៀបអញ្ចឹងបើក្នុង Line គឺវារបៀបផ្សេងទៀតអញ្ចឹងយើងចូលប៉ុណ្ណឹងខ្ញុំធ្វើការបានចូលដល់ទីតាំងមួយហ្នឹងហើយបងប្អូនឃើញទេខ្ញុំចូលមកដល់ទីតាំងហ្នឹងហើយអញ្ចឹងបន្តទៀតគឺខ្ញុំគ្រាន់ធ្វើការ recommend តាក់ទងនឹង PHP artisan ហើយគឺ self នៅពេលខ្ញុំ recommend ប្រព័ន្ធនេះគឺវានឹងធ្វើការចូលវានឹងធ្វើការទៅរក PHP ក្នុង computer របស់យើងមានថាបើសិនជាក្នុង computer របស់យើងអត់មាន PHP ទេគឺវានឹងស្រែកថា error ពងថា error ហើយរក PHP អត់ឃើញទេហ្នឹងបែបអញ្ចឹងតែបើសិនជាយើងមាន PHP គឺអូខេបន្តមក artisan គឺវានឹងទៅរកក្នុងនេះបងប្អូនឃើញទេវានឹងចូលទៅកាន់ file artisan មួយនេះហើយបន្តមកគឺវានឹង run តាក់ទងនឹង command self អូខេអញ្ចឹងយើងប៉ុណ្ណឹងពងគឺដើរចាំបន្តិចបងប្អូនណាយូរបន្តិចអូខេឥឡូវដើរហើយអញ្ចឹងកុំឲ្យចំណាយពេលយូរគឺយើងចូលបង្កើនទំព័រនេះគឺយើងចង់ប្រើប្រាស់ជា local host ក៏បានយើងចង់ប្រើប្រាស់ជាលេខ 127.0.0.1 ក៏បានព្រោះហ្នឹងគឺជា local នៅក្នុង computer របស់យើងអូខេអញ្ចឹងខ្ញុំសូមចូលប្រាក់នេះហ្មងទៅខ្ញុំចុច key control ហើយធ្វើការចុចទៅកាន់ link មួយហ្នឹងអូខេអញ្ចឹងបងប្អូននឹងឃើញទំព័រ welcome របស់យើងទំព័រនេះគឺជាទំព័រដែល Laravel បានធ្វើការ define ឲ្យយើងក៏ប៉ុន្តែមិន define យើងទេក្នុង code គឺយើងអាចកែបានបងប្អូនអញ្ចឹងដើម្បីអាចកែបានបងប្អូនអាចធ្វើការចូលមកកាន់ទំព័រមួយមិនទំព័រគឺ file មួយដែលវាស្ថិតនៅក្នុង directory route អូខេហើយចូលមកកាន់ web.php នេះបែបអញ្ចឹងអញ្ចឹងនេះបងប្អូនឃើញទេនេះអញ្ចឹងសម្រាប់អានេះគឺយើងដាក់ថាបើសិនជាគេចូលមកកាន់ endpoint មានថាចូលមកកាន់ /home ឬក៏អាចថាជា index page នៃ application របស់យើងគឺយើងនឹងធ្វើការ return តាក់ទងនឹង view welcome view welcome នេះគឺជាក្នុង palette របស់យើងនេះក្នុង resource view palette នេះបងប្អូនឃើញគឺវានឹងធ្វើការ return ចូលមកកាន់ file មួយហ្នឹងអានឹងបែបអញ្ចឹងហើយឥឡូវបើសិនខ្ញុំចង់ return ផ្សេងគឺអាចបានខ្ញុំ return តាក់ទងទៅនឹង hi ឬក៏ hello អញ្ចឹងទៅអញ្ចឹងខ្ញុំធ្វើការ control S ដើម្បីធ្វើការ save file ហើយនៅពេលយើងធ្វើការ save file application Laravel របស់យើងគឺនឹងធ្វើការ reload នៅ application មានថាធ្វើការ run ម្ដងទៀតអញ្ចឹងទៅយើងអត់ចាំបាច់ធ្វើការ stop តាក់ទងទៅនឹង server ហើយ run ម្ដងទៀតទេគឺ Laravel ជាអ្នក handle យើងមកស្អាតអូខេអញ្ចឹងនៅពេលខ្ញុំធ្វើការ refresh ម្ដងទៀតគឺបងប្អូនឃើញនឹងឃើញពាក្យ hello បែបអញ្ចឹងអូខេបងប្អូនឃើញណាអូខេអញ្ចឹងតាក់ទងនឹង route គឺបែបអញ្ចឹងឧទាហរណ៍ថាមួយថ្ងៃក្រោយគឺឥឡូវឧទាហរណ៍ថាខ្ញុំធ្វើការបង្កើត route ថែមទៀតខ្ញុំប្រាប់ថា get method hello ចុះអូខេហើយខ្ញុំបង្កើត function ហើយខ្ញុំធ្វើការ return អូខេខ្ញុំសូមធ្វើការ zoom តិចទៅឲ្យឃើញធំតិចឃើញឃើញទូចពេកអញ្ចឹងខ្ញុំបានធ្វើការបង្កើត route មួយទៀតគឺដោយប្រើប្រាស់ method get ហើយ hello ចឹងដល់ពេលយើងចូល /hello គឺយើងនឹងឃើញពាក្យថាអូខេចឹងឥឡូវខ្ញុំធ្វើការចូល /hello នេះបងប្អូនឃើញពាក្យថាអូខេនេះបងប្អូនឃើញហើយបាទអញ្ចឹងហើយបើយើងចូលទៅកាន់ /index ក៏នៅតែឃើញពាក្យថា hello ដូចគ្នាដែរអូខេអញ្ចឹងឥឡូវខ្ញុំសូមធ្វើការបែកមកក្រោយវិញគឺនេះខ្ញុំនៅតែ return តាក់ទងនឹង view វិញខ្ញុំអត់ធ្វើការបដូរអីទេហើយដល់ពេលយើងធ្វើការ save file គឺវានឹងធ្វើការ reload automatic អញ្ចឹងអត់ចាំបាច់ត្រូវការ control C ដើម្បីធ្វើការ stop នៅ server ហើយ start ឡើងវិញទេអូខេអញ្ចឹងបន្តទៅមុខទៀតតាក់ទងទៅនឹងអ្វីដែលយើងធ្វើការធ្វើអញ្ចឹងតាក់ទងទៅនឹងនេះខ្ញុំសូមនិយាយតាក់ទងនឹងទ្រឹស្ដីនៃមេរៀនរបស់យើងបន្តិចសិនអញ្ចឹងតាក់ទងនឹង routing អញ្ចឹង routing គឺវាអាស័ព្ទតាក់ទងនឹងទី1គឺ URI ទី2គឺ closure ហ្នឹងគឺតាក់ទងទៅនឹង function ដែលប្រភេទជា callback function callback function គឺបែបអញ្ចឹងបងប្អូនឃើញ
អាហ្នឹងគេហៅថា callback function ហើយប្រភេទ callback function ឬក៏ closure ហ្នឹងគឺជាប្រភេទ function មួយដែលវាជាប្រភេទ function ដែលគ្មានឈ្មោះបងប្អូនឃើញថាវាអត់មានឈ្មោះទេបងប្អូនណាបងប្អូនឃើញណាអត់មានឈ្មោះទេមានតែ keyword function ហើយយើងមានជារបបកញ្ចក់បន្ទាប់មកយើងដាក់តាក់ទងទៅនឹងហៅដូចជា curly brace អូខេ curly brace មិន curly bracket ទេ curly brace គឺមានអញ្ចឹងមកគឺគេហៅថា callback function ហើយអញ្ចឹងតាក់ទងទៅនឹង Laravel route របស់យើងគឺយើងទទួលយកតាក់ទងទៅនឹង UI គឺបានអញ្ចឹង URI គឺ copy URL គឺ full link តាក់ទងនឹង UI គឺប្រភេទខ្លីៗអញ្ចឹងអាក្រោយតាក់ទងទៅនឹង domain ហ្នឹងគេហៅថា URI យើងបងប្អូនណាអូខេហើយនេះគឺជា callback function ដែលក្នុង callback function គឺយើងអាចធ្វើការសរសេរអ្វីដែលយើងចង់ឲ្យ function នឹងធ្វើការអាហ្នឹងបែបអញ្ចឹងតាក់ទងទៅនឹង Laravel route គឺវា accept តាក់ទងទៅនឹង UI និង closure function មួយហ្នឹង closure ឬ callback function អូខេហើយបន្តទៅមុខទៀតតាក់ទងទៅនឹងអានេះគឺយើងមកនិយាយតាក់ទងទៅនឹង default Laravel default route file អូខេអញ្ចឹងតាក់ទងនឹង route file គឺវាស្ថិតនៅក្នុង route directory ដែលខ្ញុំបានបង្ហាញមិញអញ្ចឹងនិយាយរួមទៅតាក់ទងនឹងប្រភេទ route គឺវានៅក្នុង route directory មួយហ្នឹងហើយ the file are automatically loaded by your application អូខេអញ្ចឹងមានថាតាក់ទងទៅនឹងroute file ទាំងប្រមាណនេះគឺត្រូវបាន load ដោយ provider មួយ provider របស់យើងគឺ route service ដែល route service គឺវាជាអ្នកគឺជា provider មួយដែលវាជាអ្នកយកទៅធ្វើការនៅក្នុង application របស់យើងដែលបញ្ជាក់ថាវាជា route ជាអីចឹងទៅហើយបងប្អូនអាចធ្វើការស្វែងរកបានតាក់ទងនឹងនេះ route service provider គឺនៅក្នុង directory provider ខ្ញុំសូមចូលមកខាងនេះបន្តមកទៀតហើយយើងចូលមកកាន់ដូចជាក្នុង app ហើយយើងចូលមកកាន់ provider directory ហើយបងប្អូននឹងឃើញ route service provider ចាំបងប្អូនឃើញចាដែលតាក់ទងទៅនឹង route service provider គឺបានធ្វើការ extend តាក់ទងទៅនឹង service provider អូខេហើយក្នុងនេះខ្ញុំសូមអត់បញ្យល់ច្រើនទេដោយសារខ្ញុំអត់ដឹងដែរចាំមើលនៅពេលយើងជួបបញ្ហាត្រូវ convert ធ្វើអីយើងនឹងឃើញថាយើងត្រូវការធ្វើគេយើងទៅដោយសារឥឡូវអត់មានបញ្ហាទេគឺខ្ញុំគ្រាន់តែថាប្រាប់បងប្អូនថា file ហ្នឹងគឺវានៅកន្លែងណាអញ្ចឹងទៅអញ្ចឹងតាក់ទងទៅនឹង class មួយនេះនៅពេលដែលវា run ប្រកាសជាត្រូវការ run boot នេះហើយអញ្ចឹង boot នេះគឺធ្វើការ read limit ទៅលើ folder ទៅលើ route ប្រភេទជា API ហើយក៏បានធ្វើការបញ្ជាក់ថា route គឺមាន2ទី1គឺ API ទី2គឺ web ដែល web គឺទៅយកចេញពីក្នុង route folder route/web.php ហើយសម្រាប់ API គឺទៅរកតាក់ទងទៅនឹងគេហៅថា route web route/api.php បងប្អូនឃើញនៅក្នុង route គឺយើងមាន api.php និង web.php អញ្ចឹងវាធ្វើការ handle ផ្សេងគ្នានេះគឺតាក់ទងសម្រាប់ API គឺមាន middleware របស់វាហើយសម្រាប់ web ក៏មាន middleware របស់វាដូចគ្នាបានអញ្ចឹងហើយអ្វីដែលយើងកំពុងតែសិក្សាគឺយើងសិក្សាតែ web ទេអូខេអញ្ចឹងក្នុងចំណុចនេះគឺខ្ញុំគ្រាន់តែមកប្រាប់បងប្អូនថាអាហ្នឹងគឺជា provider ដែលវាយក route នោះទៅធ្វើការអានោះបែបអញ្ចឹងទៅធ្វើការក្នុង application របស់យើងដើម្បីមកកើតជា route ជាអីចឹងទៅអានោះបែបអញ្ចឹងអូខេហើយមួយវិញទៀតតាក់ទងទៅនឹងនេះគឺខ្ញុំសូមអានសិន the route/web.php file define route that are for your web interface. This route are assigned the web middleware group which provide feature like season state and CFOF protection. អូខេអញ្ចឹងមកថាដូចជាខ្ញុំបាននិយាយចឹងមិញអញ្ចឹងថា route for the route/web.php នេះគឺវាប្រើសម្រាប់ធ្វើតាក់ទងទៅនឹង web interface ដែលយើងអាចធ្វើការ return តាក់ទងនឹង view តាក់ទងនឹងអីចឹងទៅហើយក៏វាត្រូវបាន assign ដោយ web middleware group ដែលផ្ដល់ជា feature ដូចជាមាន season state ក៏ដូចជា CFOF protection អូខេតាក់ទងនឹង CFOF protection នេះតិចទៀតបងប្អូននឹងឃើញថាវានឹងរបៀបម៉េចនិយាយរួមទៅតាក់ទងនឹង CFOF និង season state នេះគឺរាល់ពេលដែលយើងត្រូវការ request ទៅកាន់ប្រភេទ route ដែលយើងបានដាក់ក្នុង web.php គឺយើងត្រូវការ provide បើសិនជាយើងអត់ provide តាក់ទងនឹង CFOF protection
token និង season state ទេគឺចូលអត់កើតទេគឺ error ហ្មងហើយបើតាខ្ញុំគិតទៅតាក់ទងនេះគឺវា handle ដោយ application របស់យើងដូចជាយើងអាចប្រើប្រាស់ប្រភេទ client ផ្សេងដែលអាចធ្វើការ request បានទេគឺមានតែក្នុង application ដែលយើងជាក់ស្ដែងទេដែលអាចធ្វើការ request បានអញ្ចឹងណាបានអញ្ចឹងហើយតាក់ទងទៅនឹង route /api.php នេះគឺវាទៅបាន assign ដោយ API middleware ហើយវាជាប្រភេទ stateless វាអត់មានតាក់ទងទៅនឹង CFOS protection ក៏ដូចជា season state អីទេអានោះបានអញ្ចឹងអូខេអញ្ចឹងឥឡូវខ្ញុំសូមនិយាយប៉ុណ្្នឹងតាក់ទងទៅនឹងចំណុចនេះដែលគេគ្រាន់តែចង់ណែនាំបងប្អូនឲ្យដឹងថា web.php ហ្នឹងវាអីគេវាជា file អីគេហើយត្រូវបានគ្រប់គ្រងដោយអ្នកណាគេហើយមាន middleware មួយណាដែលចាត់ចែងធ្វើការវាចឹងទៅហើយក្នុងហ្នឹងវាមាន feature អីខ្លះចឹងទៅអាហ្នឹងគឺខ្ញុំបានបង្ហាញឲ្យហើយថា web.php គឺវាត្រូវបានគ្រប់គ្រងដោយ route service provider ហើយក៏វាមាន middleware ខាងលើមួយទៀតដែលធ្វើការគ្រប់គ្រងតាក់ទងនឹង web ហ្នឹងហើយការគ្រប់គ្រងហ្នឹងគឺផ្ដល់ជាមានជា feature ដូចជា season state ក៏ដូចជា CFOF protection បានអញ្ចឹងអូខេអញ្ចឹងយើងទៅមើលបន្តទៀតតាក់ទងនឹង route ដែល route គឺវាមានតាក់ទងនឹងគេហៅថា HTTP verb អូខេដែល HTTP verb នេះគឺវាអាចថាវាជាប្រភេទបើយើងស្គាល់ពីច្រើនគឺ HTTP method ដែលវាមានតាក់ទងទៅនឹង get តាក់ទងទៅនឹង post តាក់ទងទៅនឹង put តាក់ទងនឹង patch តាក់ទង delete តាក់ទង option តាក់ទងនឹង head អីចឹងទៅអូខេគឺវាមាន head ទេប៉ុន្តែក្នុង Laravel ដូចជាអត់មានឲ្យយើងប្រើប្រាស់ head ទេព្រោះ head ដូចជាវា implement នៅក្នុង get ស្រាប់អានោះប៉ុន្តែខ្ញុំដឹងអញ្ចឹងណាអូខេអញ្ចឹងតាក់ទងទៅនឹង get គឺភាគច្រើនគឺយើងប្រើសម្រាប់តាក់ទងទៅនឹងការ get value តាក់ទងនឹង post គឺភាគច្រើនគឺយើងធ្វើសម្រាប់តាក់ទងនឹងការsell data ចូលទៅកាន់ database តាក់ទងនឹង put ភាគច្រើនគឺយើងប្រើសម្រាប់ update ភាគច្រើន update ទាំងអស់ព្រោះតាក់ទងនឹង patch គឺយើងភាគច្រើនគឺយើងប្រើសម្រាប់ update មួយឧទាហរណ៍ field ក្នុង database យើងចង់ update ទៅតាក់ទងទៅនឹងអាយុអីចឹងទៅអាហ្នឹងយើងអាចប្រើប្រាស់តាក់ទងនឹង patch ឬក៏អាចថា update status អីចឹងទៅអញ្ចឹងអាចធ្វើការប្រើប្រាស់ patch បើសិនជាប្រើប្រាស់បើសិនយើង update ម្ដងទាំងអស់គឺយើងអាចប្រើប្រាស់ put អីចឹងទៅហើយបើតាក់ទងនឹងការ delete គឺពេលច្រើនគឺយើងប្រើសម្រាប់ហ្នឹង delete គឺយើងប្រើសម្រាប់លុប data ចេញពី database ចឹងទៅហើយបើតាក់ទងនឹង option ដូចជាស្អីភ្លេចបានoption ដូចជាការសួរនាំថាrequest ហ្នឹងអាចធ្វើការមានថាដូចជាខ្ញុំភ្លេចបានដឹងថា option ដូចជាការសួររកជំរើសថាខ្ញុំអាចធ្វើការrequest ទៅកាន់page ហ្នឹងបានអត់បើសិនជាអត់ទេអាចធ្វើការ return អីមកឲ្យខ្ញុំដឹងថាឥឡូវ request ការទៅ request ទៅ page នេះវិញអញ្ចឹងទៅនិយាយទៅតាក់ទង option គឺសួររកជំរើសសួររកដំណោះស្រាយប្រភេទថា choose A or B ឬក៏ choose C អញ្ចឹងទៅអូខេអានឹងបានជាង option ប៉ុន្តែ option នេះគឺខ្ញុំកម្រប្រើមែនតើខ្ញុំនិយាយមែនគឺកម្រមែនតើ option នេះអានឹងបានអញ្ចឹងអូខេអញ្ចឹងឥឡូវក្នុងមេរៀននេះខ្ញុំគិតថាខ្ញុំសូមពន្យល់បង្ហាញតែប្រមាណនឹងទេតកតនឹងពពួកនេះអូខេព្រោះដោយសារតើខ្ញុំគិតថាខាងក្រោមនេះខ្ញុំចង់បង្ហាញតែប៉ុន្តែមើលទៅមិនតាន់ទេព្រោះដោយសារវីដេអូយើងវាយូរហើយអញ្ចឹងខ្ញុំសូមបង្ហាញតែ2 3ហ្នឹងទៅគឺចប់សេចក្តីហ្មងទៅអូខេអញ្ចឹងយើងធ្វើការសរសេរនេះទៅនេះសរសេរតាម sample ហ្នឹងទៅគឺវាមានតកតនៅនឹង URI ទី2គឺមានជា callback អញ្ចឹងទៅអញ្ចឹងសម្រាប់នេះគឺ route គឺជា class ហើយក្នុងនេះគឺជាប្រកបជាតកតនឹងជា static method នៅក្នុង class មួយហ្នឹងហើយ static គឺមានជា get method មានជា post មានជា put មានជា patch មានជា delete មានជា option អីចឹងទៅអូខេអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញជូនបងប្អូនទាំងអស់គ្នាហើយបងប្អូនប្រកបជាចង់ដឹងពី use case ថារបៀបនៃការប្រើរបៀបម៉េចប៉ុន្តែអាហ្នឹងខ្ញុំអាចថាបង្ហាញនៅមេរៀនបន្តទៀតព្រោះសារឥឡូវនេះគ្រាន់តែចង់បង្ហាញឲ្យបងប្អូនស្គាល់ថានៅក្នុង router របស់យើងគឺមាន method ដែលប្រមាណហ្នឹងដែលបងប្អូនអាចធ្វើការយកទៅប្រើប្រាស់បានអញ្ចឹងណាអូខេអញ្ចឹងយើងទៅមើលក្នុងកូដរបស់យើងទាំងអស់នេះដែលឥឡូវយើងបានបង្កើតតាក់ទងនឹង hello ហើយអញ្ចឹងយើងអាចធ្វើការបង្កើតផ្សេងទៀតដូចជាមានជា post/hello ដែរហើយបងប្អូនឃើញថាឥឡូវគឺខ្ញុំអាចធ្វើការបង្កើត /hello បានដូចគ្នាដូចចំណង get អញ្ចឹងនិយាយរួមទៅមែនតើបងប្អូនបើសិនជាយើងធ្វើការបង្កើតនៅគេហៅថា route ដូចគ្នាមានថា page ដូចគ្នាហើយ method ដូចគ្នាទៀតគឺអាហ្នឹងគឺមានបញ្ហាគឺ error គឺក៏ដើរទេអញ្ចឹងបានន័យថាវាជាភាព
ច្បាស់លាស់មួយគឺជាភាពជាក់លាក់មួយដែលថាយើងត្រូវការមាន page ដូចគ្នាមែនប៉ុន្តែmessage គឺផ្សេងគ្នាអានោះបែបអញ្ចឹងគឺត្រូវតែអញ្ចឹងបើសិនជា message ដូចគ្នាហើយ page ហ្នឹងក៏ដូចគ្នាទៀតគឺអត់ដើរទេតែបើសិនជា page ហ្នឹងដូចគ្នាប៉ុន្តែ message ផ្សេងគ្នាគឺអូខេដូចជាបងប្អូនឃើញថាឥឡូវគឺខ្ញុំបានបង្កើត page ដូចគ្នាគឺ hello ដូចគ្នាប៉ុន្តែ message គឺខ្ញុំដាក់ផ្សេងគ្នាអញ្ចឹងអត់អីទេអត់បញ្ហាទេអញ្ចឹងខ្ញុំដាក់hello អញ្ចឹងចុះ hello where post អានេះខ្ញុំដាក់ថា hello where get ចុះអូខេប៉ុណ្ណឹងហើយខ្ញុំធ្វើការ save នៅ file របស់យើងចឹងខ្ញុំធ្វើការចូលមកកាន់ទំព័រនេះចឹងបងប្អូនចូលមកកាន់ទំព័រ hello គឺយើងនឹងឃើញថា hello where get អូខេចឹង default របស់ browser គឺជា get message ហើយមួយវិញទៀតតាក់ទងនឹងក្នុង browser គឺយើងអាចធ្វើការប្រើប្រាស់ដូចជា post ដូចជាអីបានទេគឺដោយសារតែក្នុង default របស់ browser នៅពេលយើងចូលទៅកាន់ point មួយណាគឺវានឹង return តាក់ទងនឹង get មកឲ្យយើងចឹងទៅអានឹងបែបអញ្ចឹងចឹង default គឺ get ហើយចឹងបើសិនជាបងប្អូនចង់ធ្វើការ test តាក់ទងនឹង post អីដូចខ្ញុំនេះព្រោះដោយសារតែមែនតើតាក់ទងនឹង post នេះខ្ញុំអត់តន់ចង់បង្ហាញទេព្រោះដោយសារតែយើងអត់មានកន្លែងណាដែលអាចធ្វើការ test បានបើសិនយើងចង់ test មានយើងបង្កើតជា bullet file ហើយយើងធ្វើការ test form ទេអីចឹងណាប៉ុន្តែដោយសារតែខ្ញុំអត់តន់បងរៀនបងប្អូនដល់តាក់ទងនឹង bullet ចឹងក៏ខ្ញុំអត់ហ៊ាននិយាយច្រើនដែរចឹងអ្វីដែលខ្ញុំអាចធ្វើបានបើសិនជាបងប្អូនមាន postman ក្នុង computer ឬក៏មានដូចជាមានអីដូចជាលើ browser ដែលដូចជាIsomany ឯងបើតាខ្ញុំចាំ Sumini អញ្ចឹងឯងអូខ្ញុំអត់ចាំទេខ្ញុំអត់ចាំplatform ហ្នឹងទេដឹងថា platform ហ្នឹងគឺយើងអាចធ្វើការ run ជាប្រភេទជា client ហ្នឹងនៅលើ browser បាន run ជា API run ជាប្រភេទចឹងណាអូខេតែឥឡូវបើសិនជាបងប្អូនមានជា postman អាចធ្វើការប្រើប្រាស់តាក់ទងនឹង postman បានគឺឥឡូវនេះខ្ញុំបានធ្វើការចូលមកកាន់ postman ហើយខ្ញុំធ្វើការចូលទៅកាន់ដូចជានេះអញ្ចឹងក្នុង browser របស់យើងប៉ុន្តែខ្ញុំដូរ message ហើយខ្ញុំដាក់ hello អញ្ចឹងទៅឥឡូវបើសិនខ្ញុំដាក់ get គឺខ្ញុំចុច send ទៅគឺឃើញ hello where get បើខ្ញុំចូលទៅកាន់ post message អញ្ចឹងគឺនឹងចេញថានេះ hello អត់ដើរអានេះគឺជាប់តាក់ទងនឹងគេហៅថា CFOF token ហ្នឹង protection មិន token គឺ protection គឺខ្ញុំបាននិយាយមកថាតិចទៀតយើងនឹងជួបឡើយជួបមែនបងប្អូនឃើញខ្ញុំសម្បត្តិនេះបងប្អូនឃើញគឺឥឡូវគឺយើងកំពុងតែជាប់តាក់ទងនឹង CFOF protection ហើយព្រោះដោយសារតែវាទាមទារឲ្យយើងធ្វើការផ្ញើ token តែវា match ទៅនឹង application របស់យើងហើយ token មួយហ្នឹងគឺយើងអត់មានទេអាហ្នឹងបែបអញ្ចឹងណាអញ្ចឹងវានឹងចេញពាក្យថា page expire អូខេ page expire អញ្ចឹងវាខ្ញុំឥឡូវគឺខ្ញុំអត់អាចចូលបានទេអញ្ចឹងវិធីសាស្ត្រដើម្បីអាចចូលបានគឺវាមានច្រើនប៉ុន្តែអ្វីដែលងាយស្រួលបំផុតគឺខ្ញុំចូលទៅកាន់ middleware ដែលផ្ដល់ជា feature មួយហ្នឹងទៅកាន់ web.php របស់យើងហ្នឹងគឺខ្ញុំចូលទៅកាន់ middleware ដែលខ្ញុំចូលទៅមកកាន់ដូចជាក្នុង app/folder app ហ្នឹងហើយខ្ញុំចូលមកកាន់ http ហើយខ្ញុំចូលមកកាន់ folder middleware ហើយយើងចូលមកកាន់តាក់ទងទៅនឹងដូចជានេះverify CFOF token.php ហើយនៅក្នុង file មួយនេះគឺខ្ញុំធ្វើការនេះក្នុង accept នេះ accept ហ្នឹងគឺថាយើងអាចធ្វើការនេះthis the URI that should be excluded from CFOF verification អូខេអញ្ចឹងបានថាតាក់ទងនៅក្នុង array នៃ data នេះបើសិនជាយើងចង់ define ថាក្នុង URI នេះខ្ញុំអត់ចង់ឲ្យខាង CFOF ធ្វើការ protect ទេគឺខ្ញុំចង់ឲ្យ exclude ចោលទៅអានឹងបែបអញ្ចឹងខ្ញុំគ្រាន់ធ្វើការដាក់មកខ្ញុំដាក់ថា hello អញ្ចឹងមកហើយខ្ញុំធ្វើការ save ប៉ុណ្ណឹងព្រោះដោយសារតែឥឡូវខ្ញុំចង់ exclude តាក់ទងនៅក្នុង hello នេះគឺខ្ញុំចង់ឲ្យ post គឺដើរធម្មតាអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការប៉ុណ្ណឹងមកខ្ញុំធ្វើការ send ដងទៀតគឺឃើញថានឹងដើរហើយបងប្អូន hello where post បែបអញ្ចឹងអូខេហើយយើងអាចធ្វើការបង្កើតជា endpoint ផ្សេងទៀតខ្ញុំ
ខ្ញុំសូមនិយាយពីថា endpoint មិនដល់ endpoint គឺរបៀបអញ្ចឹងខ្ញុំថា endpoint ព្រោះយើងនិយាយទៅវារបៀបថាដូចក្នុង API ប៉ុន្តែក្នុងនេះអាចនិយាយថាជា page ចុះអាហ្នឹងអាចថាជា page ឬក៏ UI ចុះឥឡូវខ្ញុំសូមនិយាយពាក្យថា UI ហ្មងទៅ UI គឺធំហ្មងអូខេគឺត្រូវណា UI អញ្ចឹងខ្ញុំធ្វើការបង្កើត UI ដូចគ្នាទៅដែរគឺ route ហើយខ្ញុំដាក់ថាpost ចុះដាក់ hello function អញ្ចឹងខ្ញុំធ្វើការ return hello where post អញ្ចឹងចុះហើយខ្ញុំធ្វើការបង្កើតផ្សេងៗទៀតគឺ route ខ្ញុំដាក់ patch ហើយនៅក្នុង PHP ដូចជាអបកាន់ទេសម្រាប់តាក់ទងទៅនឹងនេះsingle quote double quote ក៏អបកាន់ដែរណាយើងចង់សរសេរគឺសរសេរទៅតាមចិត្តអូខេចឹងខ្ញុំដាក់ hello function return hello where patch ហើយยังមានទៀតដូចជា delete អីចឹងទៅអូខេប្រកាសឲ្យយើងមកស្អាតនេះ hello ហើយខ្ញុំអត់ធ្វើការមាន parameter អីទេ return hello where delete option chấm function return hello where option បែបអញ្ចឹងយ៉ាខ្ញុំអត់ដាក់ semicolon អូខេអញ្ចឹងដូចជាដើរឥឡូវបើសិនខ្ញុំចូលទៅកាន់ postman ហើយខ្ញុំធ្វើការចូលមកកាន់ slash post ក៏ឃើញ hello where post ពេលខ្ញុំចូលមកកាន់ patch hello where patch ខ្ញុំចូលមកកាន់តាក់ទងនឹង delete គឺចេញ hello where delete ហើយខ្ញុំចូលមកកាន់ head ដូចជាអត់មានទេអញ្ចឹងវា return ទៅទេដូចជា head នេះប៉ុន្តែខ្ញុំដឹងវាចូលទៅកាន់អីទៅខ្ញុំអត់ដឹងទេដឹងថាវាអត់មានក្នុង Laravel របស់យើងទេបើយើងចូលមកកាន់ option គឺនឹងចេញ hello where option អាហ្នឹងបែបអញ្ចឹងអូខេអញ្ចឹងខ្ញុំគិតថាក្នុងវីដេអូនេះខ្ញុំសូម slash ប៉ុណ្្នឹងសិនបើសិនជាបងប្អូនមានចម្ងល់អីអាចធ្វើការសាកសួរបន្ថែមបានហើយបងប្អូនអាចធ្វើការតេស្តតាមរបៀបខ្ញុំបានអញ្ចឹងខ្ញុំអាចធ្វើការ push code នេះចូលទៅកាន់ GitHub របស់ខ្ញុំដែលខ្ញុំបានបង្រៀនបានប៉ុណ្្នឹងក្នុងថ្ងៃនេះអូខេអញ្ចឹងខ្ញុំអាចធ្វើការបូកមួយទៀតនៅក្នុង terminal នេះដើម្បីធ្វើការខ្ញុំអាចធ្វើការបូកជា git bash ដោយសារខ្ញុំធ្វើការ git ដើម្បីធ្វើការ pull code ហ្នឹងទៅអញ្ចឹងខ្ញុំធ្វើការ git status មើលបន្តិចសិនគឺឃើញថាខ្ញុំបានធ្វើការ modify តាក់ទងនៅក្នុង middleware គឺ modify CFOF token ហើយក៏ដូចជា web.php អញ្ចឹងខ្ញុំធ្វើការ git add តាក់ទងនៅនឹង file ទាំងពីរហ្នឹងចូលទៅកាន់project របស់ខ្ញុំ repo អញ្ចឹងដល់ពេលខ្ញុំធ្វើការ git ហើយគឺខ្ញុំទទួលបានតាក់ទងនៅនឹងនេះមានថាខ្ញុំបានធ្វើការ add តាក់ទងនឹង file ទាំងប្រហែលហ្នឹងហើយដូចជាមិញខ្ញុំឃើញអានេះតែខ្ញុំអត់បានចុចឥឡូវខ្ញុំធ្វើការ git add នោះទៀតមើលអូខេអញ្ចឹងដល់ពេលខ្ញុំ git add នោះទៀតគឺអូខេខ្ញុំចុចលើនេះដើម្បីធ្វើការ generate តាក់ទងនឹង commit message អានេះសូមបង្ហាញជា tip ខ្លះៗទៅព្រោះដោយសារពីខ្ញុំប្រើតែ Copilot សម្រាប់ generate ជា commit message ប៉ុន្តែសម្រាប់ code ខ្ញុំអត់សូវយកប្រហែលទេបើខ្ញុំ generate តែ commit ទេអញ្ចឹងខ្ញុំអាចធ្វើការប្រើប្រាស់នៅ Copilot បានឬក៏បងប្អូនធ្វើការ git commit ធម្មតាក៏បានតាមចិត្តគាត់ថានេះខ្ញុំប្រើប្រាស់ Copilot ដើម្បីឲ្យវាប្រឌិតថាខ្ញុំបាន change អីខ្លះហើយវាធ្វើការ commit ជា message ឲ្យខ្ញុំហ្មងទៅណាខ្ញុំខ្ជិលសរសេរ commit message ហ្នឹងបែបអញ្ចឹងអូខេចឹងបងប្អូនចង់សរសេរក៏បានតាមចិត្តអញ្ចឹងបើសិនជាបងប្អូនចង់សរសេរគឺ git commit.m ហើយសរសេរ message ក្នុងនេះមកនេះតាមចិត្តតាហើយខ្ញុំអានេះគឺវា generate មកគឺត្រឹមត្រូវគឺ add CFOM exception for /hello route and define HTTP method in web
route អូខេចឹងឃើញថាត្រឹមត្រូវការ generate គឺត្រឹមត្រូវចឹងយើងធ្វើការ enter ទៅគឺចប់ហើយយើងធ្វើការ post បញ្ចេញទៅកាន់ GitHub ទៅគឺចប់សេចក្តីorigin main អូខេប៉ុណ្ណឹងចប់បាទហើយបាទឥឡូវយើងធ្វើការចូលមកកាន់ repo នឹងមើលម្ដងទៀតគឺឃើញថានេះបាន push code ថ្មីបងប្អូនឃើញនេះអូខេចឹងក្នុងវីដេអូនេះគឺសម្រាប់ថាប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានចម្ងល់អាចធ្វើការសាកសួរបន្ថែមបានហើយបើសិនជាបងប្អូនគិតថាវីដេអូនេះល្អអាចធ្វើការចុច like និង subscribe អីចឹងទៅអូខេហ្នឹងហើយដើម្បីហើយក៏ដូចថាអាច share ជាវីដេអូនេះជូនទៅកាន់បងប្អូនដទៃទៀតដែលគាត់ចង់មិនថាគាត់ចង់រៀនមិនថាគាត់អត់ដឹងមើលណាគាត់អាចមើលពីបងប្អូនបានអញ្ចឹងទៅអូខេអញ្ចឹងបើសិនជាក្នុងវីដេអូនេះមានកំហុសឆ្គងកើតឡើងដោយអាចចេតនាក៏សូមបងប្អូនមេត្តាអធិស្ឋានគ្នាហើយបើសិនជាបងប្អូនចង់ធ្វើការគ្រប់គ្រងវីដេអូនេះបន្ថែមទៀតអាចធ្វើការគ្រប់គ្រងតាមរយៈ slide ខាងក្រោមនេះដែលមានដូចជា ABA និង AC ដែរអញ្ចឹងទៅអូខេអញ្ចឹងខ្ញុំមានប៉ុណ្្នឹងអរគុណច្រើនជម្រាបលាបាយបាយរាត្រីសួស្តីបាយបាយ